ឆ្វេងយល់ពីប្រវត្តិនៃការឈ្លានពានរបស់សៀមមកលើកម្ពុជា1ព្រំដែនឥណ្ឌូចិនបារាំងនិងសៀមឆ្នាំ1904និង1907បានបញ្ចប់ដោយមានការទទួលស្គាល់ពីអន្តរជាតិតាមផែនទីខ្នាត1លើ20,000ដែលប្រទេសថៃទទួលស្គាល់និងពុំដែលទាមទារអ្វីទាំងអស់រហូតមកដល់ឆ្នាំ1932ក្រោយពេលមានរដ្ឋប្រហារយោធាឡើងកាន់អំណាចនិងមានការគាំទ្រពីស្ដេចថៃផងនោះរដ្ឋមន្ត្រីការពារជាតិថៃឈ្មោះប្រេមទីនស៊ូឡានុនដាបានគូសផែនទីឯកតោភាគីខ្នាត1លើ50,000យកទឹកដីកម្ពុជាជាច្រើនហើយផែនទីនេះបានកែសម្រួលជាបន្តបន្ទាប់ក្នុងគោលបំណងឈ្លានពានយកទឹកដីកម្ពុជា2នៅក្នុងសង្គ្រាមលោកលើកទី2ថៃបានគាំទ្រជប៉ុនវាយបារាំងនៅឥណ្ឌូចិននៅពេលជប៉ុនឈ្នះបារាំងជប៉ុននិងថៃបានធ្វើអនុសញ្ញាទីក្រុងតូក្យូចុះថ្ងៃទី9ខែមករាឆ្នាំ1941ដោយកាត់ទឹកដីខេត្តបាត់ដំបងទៅឲ្យថៃ3ក្រោយជប៉ុនចេញសង្គ្រាមក្រមប្រទេសមហាអំណាចមានបារាំងអង់គ្លេសនិងសហរដ្ឋអាមេរិកបានបង្ខំឲ្យថៃប្រគល់ទឹកដីក្រោមអនុសញ្ញាទីក្រុងតូក្យូឆ្នាំ1941មកឲ្យកម្ពុជាវិញជាដាច់ខាតបើពុំនោះទេក្រមប្រទេសមហាអំណាចមិនគាំទ្រឲ្យប្រទេសថៃឲ្យចូលជាសមាជិកអង្គការសហប្រជាជាតិឡើយនិងចាត់វិធានការខ្លាំងជំទាស់ថៃដោយគ្មានជម្រើសថៃក៏ព្រមប្រគល់ទឹកដីតាមសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904និង1907មកឲ្យកម្ពុជាវិញទាំងអស់4បន្ទាប់ពីបារាំងចាញ់សង្គ្រាមនៅឥណ្ឌូចិនកងទ័ពថៃបានឈ្លានពានចូលមកគ្រប់គ្រងនិងលើកទង់ជាតិលើប្រាសាទព្រះវិហារនៅឆ្នាំ1954ម្ដងទៀតរហូតចាញ់ក្តីកម្ពុជានៅថ្ងៃទី15ខែមិថុនាឆ្នាំ1962ដែលទាហាននិងប៉ូលីសថៃនាំគ្នាដកទាំងបង្គោលទង់ជាតិសែងទៅថៃវិញទាំងឈឺចាប់ដែលប្លន់ប្រាសាទខ្មែរមិនបានសម្រេច5មហិច្ឆតារបស់ថៃមកលើដីខ្មែរមិនអាចរំសាយបានទោះបីរាប់រយឆ្នាំក្រោយទៀតឲ្យតែមានឱកាសឬស្ថានភាពនយោបាយពិភពលោកអស្ថិរភាពថៃនឹងឈ្លានពានយកទឹកដីខ្មែរជាបន្តបន្ទាប់តាមលទ្ធភាពដែលអាចយកបានជាក់ស្ដែងថៃបានឈ្លានពានកម្ពុជាចាប់ពីឆ្នាំ2008 2011 2025និងនៅមានតទៀត6ចុះកូនខ្មែរនាំគ្នាធ្វើយ៉ាងណាដើម្បីការពារទឹកដីដ៏កំសត់នេះបាននាំគ្នាពុករលួយនាំគ្នាបំផ្លាញជាតិនាំគ្នាបោកប្រាស់ទ្រព្យសម្បត្តិប្រជាជននាំគ្នាប្រមូលលុយតាមគ្រប់រូបភាពទៅទិញផ្ទះរស់នៅបរទេសដើម្បីគេចចេញពីសេចក្តីស្លាប់ឬសេចក្តីវិនាសនៃប្រទេសជាតិមួយនេះតើអស់លោកប្រមូលលុយទៅរស់នៅបរទេសអាចគេចពីសេចក្តីស្លាប់បានទេបើគង់តែគេចមិនផុតពីសេចក្តីស្លាប់ដដែលហេតុអ្វីក៏មិនរួមគ្នាស៊ូស្លាប់នៅលើទឹកដីកំណើតរបស់ខ្លួន03ខែមករា2026ប្រភព Account Facebook Insopal Khmer Author